ស្រឡាញ់ជំនាញគ្រូអីខ្ញុំសាលាមួយឲ្យអ្នកទាំងអស់គ្នាគឺភូមិភ្នំពេញ yes គាត់មានសាលាមួយចំនួនតម្រូវឲ្យយើងប្រឡងចូលហើយសាលាមួយចំនួនទៀតគឺបាច់ប្រឡងក៏អាចយើងចូល10ទៀតទៅចូលរៀនបានហើយការប្រឡងម្ដងរបស់យើងត្រូវបានបញ្ចប់ជាស្ថាពរហើយអញ្ចឹងតែយើងគួរតែធ្វើអ្វីបន្តទៀតចាអញ្ចឹងឡងពេលដែលយើងរងចាំលទ្ធផលហ្នឹងអ្នកទាំងអស់គ្នាបានប្រឡងចប់ហើយបានខិតខំប្រឹងប្រែងធ្វើវាយ៉ាងអស់ពីសមត្ថភាពហើយទោះបីជាលទ្ធផលចេញមកយ៉ាងណាក៏ដោយក៏អ្នកទាំងអស់គ្នាត្រូវតែទទួលយកដែរទោះបីជាឡងពេលនេះអ្នកទាំងអស់គ្នាដឹងមានអ្នកខ្លះដឹងថាខ្លួនឯងប្រឡងចេញលទ្ធផលដល់ទៅជាប់ហើយអ្នកខ្លះទៀតក៏ដឹងលទ្ធផលខ្លះខ្លួនឯងមិនទាន់ប្រកបមិនដឹងថាខ្លួនឯងជាប់ឬក៏ធ្លាក់តែប៉ុណ្ណឹងអូខេយ៉ានៅឡងពេលដែលយើងរងចាំលទ្ធផលហ្នឹងពេលវេលាហ្នឹងគឺយើងចង់ធ្វើអីក៏ធ្វើទៅបាទដើរលេងខ្លះទៅបាទ enjoy ជីវិតខ្លះទៅ relax ខ្លះទៅបាទជួបជុំមិត្តភក្តិខ្លះទៅព្រោះពេលវេលានេះជាពេលវេលាដែលយើងទំនេរហើយយើងចង់ធ្វើអីក៏ធ្វើទៅបាទអញ្ចឹងឡងពេលដែលយើងរងចាំលទ្ធផលនេះអ្នកនរគ្នាគួរតែ relax ជាមួយគ្រួសារមិត្តភក្តិថាអាចធ្វើទៅបានមួយទៀតខ្ញុំដឹងថាអ្នកនរគ្នាបានខិតខំប្រឹងប្រែងធ្វើខ្លាំងមែនទែនរយៈពេល1ឆ្នាំនេះហើយអ្នកនរគ្នាពិតជាហត់ខ្លាំងហើយអញ្ចឹងយើងត្រូវការពេលវេលាមួយចំនួនសម្រាប់ការសម្រាកអញ្ចឹងឡងពេលដែលអ្នកនរគ្នាសម្រាកហ្នឹងអ្នកគួរធ្វើអ្វីបន្តទៀតមានផែនការក្នុងការរៀនបន្តទៀតអត់មានផែនការក្នុងការធ្វើអ្វីបន្តទៀតទេឬក៏ឈប់ត្រឹមហ្នឹងឬក៏តាណាទៀតចាអញ្ចឹងយើងត្រូវសួរខ្លួនឯងថាយើងគួរតាណាបន្តទៀតអញ្ចឹងឡងពេលដែលយើងរងចាំលទ្ធផលបាត់នោះហ្នឹងចាយើងអាចស្វែងរកសាលាមួយចំនួនសម្រាប់ការរៀនបានបាទមានសាលាមួយចំនួនតម្រូវឲ្យយើងប្រឡងចូលហើយសាលាមួយចំនួនទៀតគឺបាច់ប្រឡងក៏អាចយើងចូល10ទៀតទៅចូលរៀនបានហើយសម្រាប់ដែលស្រឡាញ់ជំនាញគ្រូអីយ៉ាខ្ញុំណែនាំសាលាមួយឲ្យអ្នកទាំងអស់គ្នាគឺភូមិភ្នំពេញយ៉ាសាកលវិទ្យាល័យនេះគឺជាសាកលវិទ្យាល័យមួយដែលឆ្នះជាងគេហើយក៏បណ្ដុះបណ្ដាលគ្រូច្រើនផងដែរមួយទៀតអ្នកដែលចង់ខ្លាំងខាងភាសាអាចទៅខាង IFL បានយ៉ាហើយសាលាទាំងអស់នេះសុទ្ធតែតម្រូវឲ្យយើងប្រឡងចូលបច្ចុប្បន្នហ្នឹងអញ្ចឹងអ្នកនរគ្នាស្វែងយល់ទៅសួរអ្នកសិស្សបងទៅអ្នកដែលបានរៀននៅនឹងក្តីក៏ដូចជាបញ្ចប់ការសិក្សានឹងក្តីអញ្ចឹងយើងសួរពីបទពិសោធន៍របស់គាត់ការប្រឡងចូលហ្នឹងវារបៀបម៉េចហើយរបៀបម៉េចហើយសម្រាប់ការប្រឡងចូលគេតម្រូវឲ្យមានមុខវិជ្ជាអីខ្លះទៅយ៉ាអញ្ចឹងឡងពេលដែលយើងរងចាំលទ្ធផលហ្នឹងយើងអាចស្វែងរកសាលាមួយចំនួនក៏ដូចជាការកាត់ផែនការមួយចំនួនហើយយើងគួរតែតាណាបន្តទៀតចង់រៀននៅខេត្តឬក៏ចង់ផ្លាស់ប្ដូរមករៀននៅពេញយ៉ាអញ្ចឹងយើងត្រូវទៅសួរខ្លួនឯងទៀតថាដល់ពេលដែលយើងបើសិនជាយើងរៀននៅខេត្តយ៉ាយើងនៅខេត្តយើងអាចចុះឡើងនៅផ្ទះយើងបានស្រួលវាអត់ប្រហែលចំណាយពេលវេលាច្រើនតែសម្រាប់អ្នកដែលតម្រូវឲ្យឡើងមកពេញចាឡើងមកពេញយើងត្រូវប្រកាសចិត្តថាបើសិនយើងមានបងប្អូនពេញអត់យើងមានមិត្តភក្តិដែលមករៀនពេញដែរឬអត់យើងឬក៏យើងមកខ្លួនឯងយើងម្នាក់ឯងហើយយើងមកហ្នឹងយើងស្គាល់នរណាខ្លះហើយសាលាហ្នឹងនៅទីណាហើយយើងស្គាល់ផ្លូវអត់អញ្ចឹងពេលហ្នឹងគឺជាពេលមួយដែលយើងអភិវឌ្ឍខ្លួនឯងយើងហើយបាទទោះបីចង់មិនចង់ក៏ត្រូវតែរៀនដែរយ៉ាង Google Maps គឺជាផ្លូវមួយដ៏សំខាន់ហើយដល់ដំណើរការហ្នឹងអញ្ចឹងយើងរៀនស្វែងយកខ្លួនឯងទៅជីវិតតែឆ្ងាយពីគ្រួសារវាអត់ស្រួលទេអញ្ចឹងយើងនៅតែយើងរៀននៅវិទ្យាល័យវាយើងស្ថិតនៅក្នុងបាត់មួយនៅក្នុងគ្រួសាររបស់យើងបើថាពីយើងចេញពីវិទ្យាល័យហើយយើងចូលសាកលហើយជីវិតយើងរៀនឯករៀនតិចហើយអញ្ចឹងមានន័យថាយើងដើរតែឯងហើយជីវិតយើងមិនមានមិត្តភក្តិឬក៏ឪពុកម្ដាយចាំជួយយើងទៀតទេមានន័យថាគាត់ជួយដែរប៉ុន្តែមិនមែនជួយយើងជាប់ដូចយើងនៅផ្ទះជាមួយគាត់ទេយ៉ាអញ្ចឹងយើងត្រូវមានភាពឯករាជ្យខ្លួនឯងហើយធ្វើអីចង់ទៅណាពេលណាទៅគិតដែរយ៉ាហើយមួយទៀតសម្រាប់ការរៀននៅសាកលវិទ្យាល័យវាខុសពីវិទ្យាល័យឆ្ងាយដាច់មែនទែនបាទខុសឆ្ងាយដាច់មែនទែនអញ្ចឹងអ្នកនរគ្នាដល់ពេលដែលចូលមករៀនសាកលវិទ្យាល័យហើយតម្រូវអ្នកនរគ្នាស្វែងយល់នឹងរៀនមួយចំនួនលោកគ្រូអ្នកគ្រូនៅសាកលវិទ្យាល័យសាស្ត្រាចារ្យនៅសាកលវិទ្យាល័យគាត់អត់សរសេរលក្ខណៈគិតឲ្យយើងមើលដូចនៅវិទ្យាល័យទេអញ្ចឹងតម្រូវឲ្យយើងស្វែងយល់នឹងរៀនខ្លួនឯងស្វែងយល់យ៉ាអូខេតកតងជាមួយនឹងការរៀននៅសាកលវិទ្យាល័យនឹងទៀតសោតប្រសិនបើយើងតកតងជាមួយនឹងការរៀននៅសាកលវិទ្យាល័យទៀតសោតគឺតម្រូវឲ្យខាងតកតងជាមួយនឹងការរៀននៅសាកលវិទ្យាល័យទៀតសោតគឺយើងគ្រឹះជាក្រុមមានន័យថាមួយថ្នាក់គ្រូបែងចែកឲ្យ5ក្រុម6ក្រុមអញ្ចឹងទៅ7ក្រុម3ក្រុមអញ្ចឹងទៅតាមចំនួនមនុស្សអញ្ចឹងបើសិនជាយើងចាប់ក្រុម assignment មានន័យថាបើយើងចាប់ក្រុម assignment ក្នុងក្រុមហ្នឹងគឺយើងស្ថិតនៅក្នុងក្រុមពេញមួយឆ្នាំហើយយើងអត់អាចដូរទេបើមិនយើងដូរបើយើងចាប់ដូរទៅក៏ដូរទៅតែគ្មានពីណាគេហាមឃាត់យើងទេប៉ុន្តែពេលដែលចូលក្រុមហើយយើងជួយធ្វើការងារគេផងដល់ពេលដែលយើងចូលក្រុមហើយយើងជួយធ្វើការងារគេផងអូខេអញ្ចឹងតកតងជាមួយនឹងការរៀននៅសាកលវិទ្យាល័យខ្ញុំនឹងណែនាំនឹងនិយាយបន្តនៅភាគ2អូខេដោយសារវីដេអូនេះវារៀងវែងដែរអូខេអរគុណ